ស្ថានភាពសង្គ្រាមក្នុងភូមិដល់ថ្ងៃទី14មេសាជាការថ្វាយប្រហែសកងភូមិស្ម័គ្រចិត្តបាននឹកដល់ជីដូនជីតាឬក៏អ្នកនៅឯស្រុកកំណើតបានទៅលេងកត់ម្ដងទៀតដោយនឹកជ្រុលក៏បានទៅតែម្ដងបានគិតពីស្ថានភាពភូមិឡើយហើយពួកចាស់មកសៀតនោះក៏បានចូលក្នុងភូមិដោយស្ងាត់ដោយដាក់មីនបាទមេកុំដាចាន់មីនប្រយ័ត្នផ្ទុះពួកយើងដាក់មីនហើយឥឡូវនេះយើងត្រឡប់ទៅកន្លែងយើងវិញបាទមេ